សិក្សាអំពីរូបមន្តអគឺជារូបមន្តគណនាឬនឹងឬក៏ស៊ីនតាក់ logical 1 comma logical 2 comma logical 3 logical 4តទៀតតោះអញ្ចឹងពាក្យថា logical មានន័យថាទិន្នន័យដែលត្រូវកំណត់ប្រើបាទអញ្ចឹងរូបមន្តទូទៅនៃរូបមន្ត គឺទី logical 1 true logical 2 true អញ្ចឹងលទ្ធផលគឺ true បាទអញ្ចឹងលក្ខខណ្ឌទី2បើលក្ខខណ្ឌទី1ត្រូវលក្ខខណ្ឌទី2ខុសក៏លទ្ធផលចេញត្រូវដែរឬក៏លក្ខខណ្ឌទី1ខុសលក្ខខណ្ឌទី2ត្រូវអញ្ចឹងលទ្ធផលក៏នៅតែត្រូវបាទបើលក្ខខណ្ឌទី1ខុសលក្ខខណ្ឌទី2ខុសអញ្ចឹងបាទលទ្ធផលគឺខុសអញ្ចឹងរូបមន្តនេះមានន័យថាក្នុង2លក្ខខណ្ឌហ្នឹងបើមានលក្ខខណ្ឌណាមួយត្រូវគឺត្រឹមត្រូវទាំងអស់លើកលែងទាំង2លក្ខខណ្ឌហ្នឹងខុសទាំងពីរបានចម្លើយយើងគឺបាទមិនត្រឹមត្រូវតែម្ដងតោះអញ្ចឹងយើងមើលការអនុវត្តបន្តអញ្ចឹងឧទាហរណ៍ខ្ញុំនិយាយបាទស្មើបើកវងកញ្ចក់បាទ1បូក1ស្មើបាទ2បាទខាម៉ាមកឧទាហរណ៍2បាទគុណនឹង2បាទស្មើ4អញ្ចឹងលក្ខខណ្ឌនេះគឺ true ណាអញ្ចឹងយើងអាចមើល copy រូបមន្តហ្នឹងមកបាទយើងផ្ទៀងផ្ទាត់ពី apostrophe មកបាទផាសចូលអញ្ចឹងលក្ខខណ្ឌនេះគឺមើល1បូក1ស្មើ2ត្រឹមត្រូវហើយលក្ខខណ្ឌទី2គឺ2គុណ2ស្មើ4អញ្ចឹងត្រឹមត្រូវអញ្ចឹងចម្លើយគឺត្រឹមត្រូវតែម្ដងតោះអញ្ចឹងតទៀតឧទាហរណ៍ថាយើងបាទស្មើបាទបើកវងកញ្ចក់បាទ1បូក1ស្មើនឹង2ដដែលខាម៉ាមកឧទាហរណ៍ថា2គុណនឹង2ស្មើ5អញ្ចឹង enter មកអញ្ចឹងលក្ខខណ្ឌនេះក៏ត្រូវ true ដែរអញ្ចឹងយើង copy រូបមន្តហ្នឹងមើលមកផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយតោះអញ្ចឹងគឺ1បូក1ស្មើ2អញ្ចឹងត្រូវលក្ខខណ្ឌទី1ហើយ2គុណនឹង2ស្មើ5អញ្ចឹងលក្ខខណ្ឌទី2ខុសតែលក្ខខណ្ឌទី1ត្រូវអញ្ចឹងចម្លើយនៅចេញត្រូវដដែលតោះអញ្ចឹងយើងមើលមួយទៀតឧទាហរណ៍ខ្ញុំដាក់ស្មើ2បាទបូក3ស្មើ4ខាម៉ាមកទៀតមកឧទាហរណ៍ថា2បាទគុណនឹង2ស្មើ4បាទ enter មកអញ្ចឹងលក្ខខណ្ឌក៏នៅ true ដែរអញ្ចឹងយើងមើលរូបមន្តហ្នឹងគឺដោយសារតែលក្ខខណ្ឌយើងទី1គឺ2បូក2ស្មើ4ខុសហើយប៉ុន្តែលក្ខខណ្ឌទី2គឺ2គុណ2ស្មើ4ត្រឹមត្រូវអញ្ចឹងត្រឹមត្រូវលក្ខខណ្ឌទី2អញ្ចឹងចម្លើយនៅតែត្រឹមត្រូវតោះអញ្ចឹងយើងមើលឧទាហរណ៍មួយទៀតឧទាហរណ៍2បូកនឹង3ស្មើ4ខាម៉ាមកឧទាហរណ៍1គុណនឹង2ស្មើ0អញ្ចឹងយើង enter មកអញ្ចឹងលក្ខខណ្ឌនេះគឺ false អញ្ចឹងលក្ខខណ្ឌនេះគឺ false អញ្ចឹងមូលហេតុអីបាន false អញ្ចឹងយើងមើលរូបមន្តខាងលើនេះគឺ2បូក2ស្មើ4គឺខុសហើយលក្ខខណ្ឌទី1ហើយយើងមើលតទៀត1គុណនឹង2ស្មើ0អញ្ចឹងក៏ខុសដែរលក្ខខណ្ឌអញ្ចឹងខុសទាំងពីរលក្ខខណ្ឌអញ្ចឹងរូបមន្តហ្នឹងគឺចេញ false តែម្ដងអញ្ចឹងគឺបាទវាខុសលក្ខខណ្ឌទាំងពីរតោះអញ្ចឹងយើងមើលឧទាហរណ៍ក្នុងនេះវិញឧទាហរណ៍ថាគេចង់កំណត់បាទរូបមន្ត u បាទ បាទ with page ស្មើនឹង m ហើយនឹង place of birth បាទស្មើនឹងបាទភ្នំពេញចាអញ្ចឹងយើងមើលនេះលក្ខខណ្ឌគេចង់ឲ្យយើងប្រើរូបមន្ត មួយឲ្យឃើញ page ស្មើ m ឬក៏បាទ place of birth ស្មើភ្នំពេញអញ្ចឹងដើម្បីប្រើរូបមន្តបានទី1យើងវាសញ្ញាស្មើរួចយើងវាយ ចូលបើកវងកញ្ចក់គឺយើងស្លេចលក្ខខណ្ឌ page នេះស្មើនឹងបាទបើក double apostrophe វាយ m ចូលហើយបិទ double apostrophe វិញខាម៉ាមួយទៀតគឺយើងស្លេចលើនេះ place of birth នេះបាទស្មើនឹងបើក double apostrophe វាយភ្នំពេញចូលបិទ double apostrophe វិញហើយបើយើង enter តែម្ដងអញ្ចឹងលក្ខខណ្ឌទី1 true ដោយសារឃើញ page វាស្មើ m អញ្ចឹងត្រឹមត្រូវហើយបាទអញ្ចឹងយើងអូសយកមកតែម្ដងអញ្ចឹងលក្ខខណ្ឌនេះក៏ true ដែរ true ដោយសារលក្ខខណ្ឌបាទ page នេះស្មើ m បាទអញ្ចឹងមើលលក្ខខណ្ឌទី3នេះ false ដោយសារអីគេដោយសារលក្ខខណ្ឌទី1ស្មើ m តែយើងនេះស្មើ s អញ្ចឹងអត់ត្រូវ1លក្ខខណ្ឌទី2 place of birth ស្មើភ្នំពេញតែយើងនេះ place of birth ស្មើតកែវអញ្ចឹងគឺបាទខុសទាំងពីរលក្ខខណ្ឌអញ្ចឹងគឺចេញ false តែម្ដងអញ្ចឹងមើលលក្ខខណ្ឌនេះ
S ហេតុអីបានត្រូវអញ្ចឹងយើងមើល page នេះ F បាទប៉ុន្តែលក្ខខណ្ឌទី2យើងភ្នំពេញអញ្ចឹងបានលក្ខខណ្ឌទី1ខុសតែលក្ខខណ្ឌទី2ត្រូវអញ្ចឹងលទ្ធផលគឺត្រឹមត្រូវដែរតោះអញ្ចឹងរូបមន្តហ្នឹងគឺយើងស្រេចលើនេះមករួច copy ខាងលើនេះបាទមកស្ដាម copy escape មកវិញយើងវាយ apostrophe ហើយ control V មកអញ្ចឹងនេះគឺរូបមន្តដែលយើងប្រើ